ព្រះគម្ពីរនាងអេសធើរឿងដ៏គួរឲ្យចាប់អារម្មណ៍នៃកាន់គម្ពីរនាងអេសធើបានកើតឡើងនៅក្នុងរាជវាំងនៃស្ដេចប្រទេសពឺស៊ីនៅចន្លោះពេលនៃការវិលត្រឡប់ទៅក្រុងយេរូសាឡិមវិញលើកទី1និងទី2ក្រោមការដឹកនាំរបស់សេរូបាប៊ែលនិងអេសរ៉ានេះមានន័យថាសាច់រឿងនេះកើតឡើងនៅចន្លោះជំពូកទី6និងទី7នៃកាន់គម្ពីរអេសរ៉ាកាន់គម្ពីរនាងអេសធើគឺជាដំណើររឿងអំពីការរំដោះសាយូដាដ៏អស្ចារ្យឲ្យរួចផុតពីផែនការដ៏សាហាវរបស់សត្រូវពួកគេគឺហាម៉ាន់នាងអេសធើគឺជាស្ត្រីសាសយូដាម្នាក់ដែលបានក្លាយទៅជាមហាក្សត្រីនៃប្រទេសពឺស៊ីនៅពេលដែលស្ដេចអូហាស៊ូរុសមិនពេញចិត្តនឹងប្រពន្ធរបស់ខ្លួនគឺវ៉ាស្ធីបងប្អូនជីដូនមួយរបស់នាងអេសធើឈ្មោះម៉ាដេកាយគឺជាសាសអ៊ីស្រាអែលដែលបានគោរពប្រតិបត្តិដល់ព្រះជាម្ចាស់និងជាអ្នកប្រចាំការនៅមាត់ទ្វាររាជវាំងរបស់ស្ដេចហើយនៅថ្ងៃមួយគាត់បានរាយការណ៍អំពីផែនការដែលគេរកសម្លាប់ស្ដេចអូហាស៊ូរុសដោយសារម៉ាដេកាយមិនព្រមឱនខ្លួនចុះដើម្បីគោរពចំពោះហាម៉ាន់ក៏មានចិត្តខឹងជាខ្លាំងហើយបានជោគជ័យក្នុងការបញ្ចុះបញ្ចូលស្ដេចឲ្យបោះត្រាលើច្បាប់មួយដែលបង្គាប់ឲ្យគេសម្លាប់ពួកសាសយូដាទាំងអស់ចោលក្នុងថ្ងៃកំណត់មួយច្បាប់របស់សាសមេឌីនិងសាសពឺស៊ីមិនអាចផ្លាស់ប្ដូរបានឡើយទោះក្នុងកលៈទេសៈណាក៏ដោយជាការឆ្លើយតបទៅនឹងយោបល់របស់ម៉ាដេកាយនាងអេសធើបានប្រថុយជីវិតរបស់នាងដោយទៅគាល់នឹងស្ដេចទាំងគ្មានការត្រាស់ហៅឡើយបន្ទាប់មកនាងបានអញ្ជើញស្ដេចនិងហាម៉ាន់ទៅចូលរួមពិធីជប់លៀងនៅមុនពេលពិធីជប់លៀងបានចាប់ផ្ដើមស្ដេចអូហាស៊ូរុសទើបតែបានដឹងថាម៉ាដេកាយជាអ្នករាយការណ៍ប្រាប់អំពីការរកសម្លាប់ស្ដេចហើយក៏បានដឹងថាលោកមិនទាន់បានទទួលរង្វាន់អ្វីឡើយដូច្នេះស្ដេចអូហាស៊ូរុសបានបញ្ជាឲ្យហាម៉ាន់ប្រកាសនៅចំពោះមុខមហាជនថាម៉ាដេកាយគឺជាមនុស្សដែលស្ដេចសពព្រះហឫទ័យផ្ដល់កិត្តិយសឲ្យនៅក្នុងពិធីជប់លៀងនាងអេសធើបានប្រាប់ស្ដេចអូហាស៊ូរុសអំពីសញ្ជាតិរបស់ខ្លួនជាលើកដំបូងហើយបន្ទាប់មកនាងក៏បានប្រាប់ស្ដេចអំពីគម្រោងការដ៏អាក្រក់របស់ហាម៉ាន់ដែលចង់សម្លាប់សាសយូដាទាំងអស់ចោលភ្លាមនោះស្ដេចអូហាស៊ូរុសបានបញ្ជាឲ្យគេព្យួរកហាម៉ាន់ដោយប្រើបង្គោលដែលហាម៉ាន់បានរៀបចំជាស្រេចដើម្បីសម្លាប់ម៉ាដេកាយនៅពេលដែលនាងអេសធើបានទៅគាល់ស្ដេចម្ដងទៀតនាងបានទទួលការអនុញ្ញាតពីស្ដេចឲ្យសាសយូដាមានសិទ្ធិការពារខ្លួននៅថ្ងៃដែលគេបានកំណត់ទុកដើម្បីសម្លាប់សាសយូដាស្ដេចក៏បានយល់ព្រមដែលជាហេតុនាំឲ្យខ្មាំងសត្រូវរបស់សាសយូដាត្រូវបានគំទេចចោលការរំដោះដ៏អស្ចារ្យនេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅក្នុងពិធីបុណ្យពោធិ៍ចាប់តាំងពីពេលនោះមកកាន់គម្ពីរនេះបង្ហាញអំពីការដែលព្រះជាម្ចាស់យកព្រះហឫទ័យទុកដាក់ចំពោះរាជរបស់ទ្រង់យ៉ាងខ្លាំងទោះបីជាព្រះនាមរបស់ទ្រង់មិនត្រូវបានលើកឡើងនៅក្នុងកាន់គម្ពីរនេះក៏ដោយ